ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាសាបរោះសង្ឃធម្មរោះសោរោះនៃពធនេះឈ្នះដល់អស់រោះទាំងពួងហើយពធញាតិញោមបរោះញាតិញោមអ្វីមិនអាចបរោះជាងពធទេហើយបកគាត់ដែលបានស្ដាប់ពធនេះរមែងបាននៅបញ្ញាណាអានិសង្ឃគឺច្រើនបងចឹងធម្មបូជាណាមហាបញ្ញោដែលខ្ញុំកណាយបានណាសម្ដែងណាប្រកាសសម្ដែងអំពីណាអវាទរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺថាមានបញ្ញាច្រើនបងដូចញាតិញោមកំពុងស្ដាប់ហ្នឹងកំពុងតែក្រេបជញ្ជក់ណាយកនៅបញ្ញាអ្វីផ្សេងដែលយើងកំពុងតែមានមន្ទិលអីហ្នឹងមិនយល់ច្បាស់អញ្ចឹងទៅតែពេលខ្លះបញ្ញាដោយពិតបំផុតបរិស័ទហើយបុណ្យអ្វីដែលបានបុណ្យច្រើនជាងគេតែព្រះសម្មាសម្ពុទ្ធសម្ដែងថាបុណ្យធម្មទាននឹងលោកកាសសម្ដែងថាសັບណាប្រទាននឹងធម្មទាននឹងជានិទេធម្មទាននឹងហើយឈ្នះនៅអស់ទានទាំងពួងវ័យដែលមុននឹងឲ្យទានការចូលបុណ្យប្រការប្រាក់អីផ្សេងបើញាតិញោមពុទ្ធបរិស័ទមិនបានស្ដាប់ពធទេមិនទាន់មានបញ្ញាទេបុណ្យញាតិញោមនឹងធ្លាក់ចុះបុណ្យញាតិញោមមិនទាន់ភ្លឺថ្លាទេចិត្តរបស់ញាតិញោមកំពុងតែក្រោកក្រៀតកំពុងតែដូចជាទឹកល្អអញ្ចឹងអត់ទាន់ថ្លាអញ្ចឹងបងអញ្ចឹងណាចឹងញាតិញោមពុទ្ធបរិស័ទតាំងចិត្តឲ្យស្ងៀមនៅក្នុងការស្ដាប់ពធនេះញាតិញោមអាចសមាធិក៏បានដែរស្ដាប់ដាក់លើដៃឆ្វេងជើងដាក់លើជើងសុកឆ្វេងប៉ុន្តែញាតិញោមមិនបាច់ចាំសមាធិប៉ុន្តែញាតិញោមធ្វើអារម្មណ៍ឲ្យស្ងប់នៅក្នុងគណៈនេះសូមឲ្យញាតិញោមគិតតែនៅក្នុងការស្ដាប់ពធតែយ៉ាងក្នុងគណៈចិត្តញាតិញោមពុទ្ធបរិស័ទកំពុងតែស្ដាប់ពធហ្នឹងតែញាតិញោមបានស្ដាប់នៅពធជ្រាបទីមួយនៅមួយបានទៅសម្រេចទៅណាគុណធម៌ជនកពស់អនាគាមផលអរហត្តផលសក្តិផលអីចឹងសម្រេចទៅជាព្រះអរហន្តអីយ៉ាងណានោះណាសោតាអីយ៉ាងណានោះជាបុគ្គលជាព្រះអរិយបុគ្គលហើយចុះបើបានសម្រេចទៅជាព្រះអរិយបុគ្គលតើបុគ្គលធ្លាក់នរកទេតើអបាយមុខមកប៊ីទេតើអត់ទេទៅបោះទៅអស់ជីវិតជាមនុស្សលោកនេះទៅក៏បុគ្គលនឹងបានទៅកើតនៅក្នុងឋានសួគ៌ដោយញាតិញោមពុទ្ធបរិស័ទមើលនៅក្នុងម៉ោងនេះញាតិញោមខ្លះមិនដែលបានស្ដាប់ក្រែ3ដោយមានពេលវេលាដ៏ល្អនឹងផងញាតិញោមខ្លះមកពីស្វាយរៀងញាតិញោមខ្លះមកពីកំពង់ចាមញាតិញោមខ្លះមកពីណាភ្នំពេញញាតិញោមខ្លះមកពីខេត្តផ្សេងទៀតប៉ុន្តែបានមកចូលបុណ្យប្រាក់ធនវល់អ្វីរវល់តែបើបានស្ដាប់ពធនេះមួយគេថាគឺជាឱសថណាព្យាបាលផ្លូវចិត្តរបស់យើងសព្វសាធិការជ្រះថ្លាសមៈនមោទនី